សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីម្ដងទៀតនាងខ្ញុំចរិយាចាបងប្អូនថ្ងៃនេះដែរនាងខ្ញុំសូមអនុញ្ញាតធ្វើការចែករំលែកទៅលើប្រធានបទមួយដែលកំពុងតែ go viral នៅលើ social media ចាថាតើ EB3 Employment Based Visa មានពិតប្រាកដដែរឬទេចាសម្រាប់នាងខ្ញុំចម្លើយដ៏ខ្លីគឺ EB3 Employment Based Visa មានពិតប្រាកដមែនចាបងប្អូនអាចធ្វើ homework ដោយខ្លួនឯងដោយធ្វើការ search ចូលទៅក្នុង Google search ទៅបងប្អូនវាយពាក្យ EB3 Employment Based Visa ចាបងប្អូននឹងទទួលបានព័ត៌មានជាច្រើន pop up ចាដែលក្នុងនោះមាន website ជាច្រើនបងប្អូនស្វែងរក website មួយដែលជា website របស់ USCIS ដែលជា website របស់ក្រសួងអន្តរវេសន៍សហរដ្ឋអាមេរិកចាបងប្អូនធ្វើការ click ទៅលើ website នោះនាងខ្ញុំនឹង share link នៅក្នុងវីដេអូនេះផងដែរដែល website នោះនឹងបង្ហាញបងប្អូនថា EB3 Employment Based Visa មាន3ជំពូកមាន Skill Worker មាន Professional និងមាន Other Skill Worker ចាសម្រាប់ EB3 Employment Based Visa ត្រូវបានបង្កើតឡើងនៅឆ្នាំ1990ដោយ US Congress ដែលគេហៅថាសភាអាមេរិកចាគោលបំណងក្នុងការបង្កើត EB3 Employment Based Visa នេះឡើងគឺដោយសារភាពកង្វះខាតពលករដែលនយោជកនៅសហរដ្ឋអាមេរិកពុំអាចស្វែងរកជនជាតិអាមេរិកបំពេញការងារនោះបានចាចឹងហើយបាទសហរដ្ឋអាមេរិករដ្ឋាភិបាលលោកបានបង្កើតព្រឹត្តិការណ៍នេះឡើងដើម្បីជួយបំពេញកង្វះខាតពលករអនុញ្ញាតឲ្យនយោជកជួលនយោជិកបរទេសទៅធ្វើការនិងរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកចាសម្រាប់ Visa for Immigration យើងចាប់ផ្ដើមដំណើរការជិត10ឆ្នាំមកហើយចាយើងមានអតិថិជនច្រើនដែលធ្វើការដាក់ពាក្យព្រឹត្តិការណ៍នេះផងដែរយើងក៏មានអតិថិជនបានទទួលជោគជ័យទៅធ្វើការនិងរស់នៅសហរដ្ឋអាមេរិកទទួលបាន Green Card ផងដែរចាបងប្អូនអាចស្វែងយល់នៅ link ក្នុងវីដេអូនេះផងដែរយើងនឹងធ្វើការ share ទៅលើអតិថិជនយើងពិតប្រាកដដែលទទួលបានជោគជ័យកន្លងមកចាបងប្អូនបើបងប្អូនមានចម្ងល់បន្ថែមអំពីព្រឹត្តិការណ៍ EB3 Employment Based Visa នេះបងប្អូនអាចធ្វើការទំនាក់ទំនងមកក្រុមហ៊ុន Visa for Immigration នៅថ្ងៃនេះដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃយើងខ្ញុំរងចាំទទួលស្វាគមន៍បងប្អូនដោយសេចក្តីសោមនស្សរីករាយអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀត